Wow, look at this អូខេបងប្អូនប្រពន្ធខ្ញុំគាត់បានផ្ញើ2 3ឲ្យខ្ញុំអញ្ចឹងខ្ញុំធ្វើ review សម្រាប់ប្រពន្ធខ្ញុំថ្ងៃនេះបាទអូខេតោះទៅមើលដល់គ្នាអូខេបងប្អូនឥឡូវចូលមកកាន់រូបប្រពន្ធខ្ញុំតែម្ដងបាទប្រពន្ធខ្ញុំគាត់ថតព្រឹកមិញហ្នឹងគាត់ជិះតាមផ្លូវណាបាទអញ្ចឹងជាទូទៅគឺខ្ញុំតែងតែផ្ដល់យោបល់ល្អចំណុចល្អហើយនឹងយោបល់ចិត្តគឺតើតើនឹងចំណុចខ្វះខាតនិងគួរកែតម្រូវនឹងជាព្យាយាមជៀសវាងបាទអញ្ចឹងក្នុងនេះគឺតើតើទៅនឹងរូបថតគាត់ថតភ្លើងស្តុបជាមួយនឹងនេះសัตว์ស្លាបសัตว์សកាកែវសារកាកែវអញ្ចឹងនៅខាងនេះតែម្ដងខាងមុខរ៉ាតែភ្លើងបាទ Royal Railway បាទអញ្ចឹងទៅគាត់ឃើញក៏គាត់ថតអញ្ចឹងក្នុងនេះគឺគាត់ចាប់ moment បានល្អតើតទៅនឹងគាត់ឃើញសัตว์ស្លាបទុំនៅលើភ្លើងស្តុបបាទអញ្ចឹងបានន័យថាគាត់ចង់បង្ហាញអំពីភាពសុខដុមរមនារបស់សត្វស្លាបដែលរស់នៅក្នុងទីក្រុងអត់មានការភ័យខ្លាចអញ្ចឹងអាចរស់នៅគ្រប់ទីកន្លែងនៅក្នុងប្រទេសយើងតែម្ដងក្នុងទីក្រុងយើងតែម្ដងអញ្ចឹងគឺនេះជាអត្តន័យបាទជាសាច់រឿងដែលគាត់ធ្វើគឺបានល្អហើយបូកជាមួយនឹងគាត់បានមាន balance បាទគាត់ composition របស់គាត់គឺមានការចាប់ប្លង់គាត់គឺមាន balance អាគារហ្នឹងមានកន្លែងខ្ពស់សងខាងអញ្ចឹងគាត់ខាងនេះក៏អាគារខ្ពស់អញ្ចឹងខាងនេះក៏អាគារខ្ពស់អញ្ចឹងគាត់ balance បានល្អហើយមួយទៀតគឺគាត់យក stop ហើយនឹងនេះហ្នឹងគឺចំណុចកណ្ដាលជាមួយនឹងគោលភ្លើងនេះបាទឃើញទេគោលភ្លើងនេះហើយនឹង stop ដែលចេញមកហ្នឹងគឺចំណុចកណ្ដាលហើយកណ្ដាលនៃ frame ទាំងអស់ទៀតបាទអញ្ចឹងនេះគឺជាចំណុចល្អរបស់គាត់ដែលគាត់បានចាប់ប្លង់មកហើយនឹងក៏ដូចជាសាច់រឿងបាទអញ្ចឹងធាក់ទងទៅនឹងចំណុចខ្វះខាតអញ្ចឹងទី1តើតទៅនឹង balance គាត់មាន balance ហើយប៉ុន្តែ subject ដែល balance ហ្នឹងគឺបកគោលឬក៏អាគារហ្នឹងមកខាងនេះខ្ពស់ហ្នឹងគឺអត់ស្មើខាងនេះទេបាទខាងនេះធំជាងអញ្ចឹងណាអញ្ចឹងខាងនេះតូចជាងអញ្ចឹងវាអត់ balance មួយទី1ទី2គឺតើតទៅនឹងបកគោលភ្លើងនេះបាទបកគោលភ្លើងនេះឃើញទេបើគាត់យកឲ្យដាច់មកនេះបកគោលចុះនេះណាបកគោលភ្លើង stop ហ្នឹងអាប្រឈរហ្នឹងធ្វើឲ្យដាច់បាននេះឲ្យឃើញពេញលេញបាទពេញលេញមកឃើញបកគោលមួយហ្មងណាអាហ្នឹងគឺល្អបាទហ្នឹងបាទអញ្ចឹងគាត់ខ្វះឡើយហ្នឹងខ្វះទី3តកតងទៅនឹងនេះបាទឃើញទេនេះពាក្យថា Royal Railway ហ្នឹងគឺយើងពិបាកអានបន្តិចបើយើងអត់ស្គាល់ណាដោយសារវា block ដោយបកគោលភ្លើងនេះបាទបកគោល stop នេះណាអញ្ចឹងនេះជាមិនបន្ទោសគាត់ទេដោយសារគាត់អាចថតចេញពីក្នុងឡានចៃដន្យអញ្ចឹងគាត់មានពេល composure នេះអញ្ចឹងគាត់ថតយកតែម្ដងនេះជាអ្វីដែលយើងគួរជៀសវាងនិងប្រយ័ត្នអញ្ចឹងឃើញធ្វើម៉េចកុំឲ្យជន់នៅសាច់រឿងឬក៏ព័ត៌មានដែលយើងគួរតែអានឬក៏គួរតែដឹងហ្នឹងកុំឲ្យជន់ដើម្បីយើងងាយស្រួលក្នុងអានវាណាបាទអូខេអញ្ចឹងខ្ញុំមានប៉ុណ្ណឹងអូខេសង្ឃឹមថាប្រពន្ធចូលចិត្តក្នុងការបកស្រាយរូបភាពរបស់គាត់ដែលបានថតព្រឹកមិញហើយហ្នឹងហើយបងប្អូនទាំងអស់គ្នាជួយដាក់បន្ទុកផងហើយកុំភ្លេច comment រូបខាងក្រោមដើម្បីឲ្យខ្ញុំធ្វើវីដេអូ review បន្តបន្ថែមទៀតបាទអញ្ចឹងកុំភ្លេចជួយ subscribe ឬដូចជា follow page ខ្ញុំម្នាក់មួយផងបាទអូខេអញ្ចឹងកុំភ្លេច your photo is your reward bye